ឬសូមអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មី Apple ទៅនឹងប្រកាសចេញកុំព្យូទ័រយួរដៃឬមួយក៏ laptop ថ្មីដែលមានតម្លៃសមរម្យមើលទៅការពិតវាមិនមែនជាស្តង់ដារស្រុកខ្មែរទេថានៅខ្មែរយើងវាមិនសមរម្យប៉ុន្តែប្រៀបធៀបជាមួយនឹងផលិតផលថ្មីរបស់ Apple ដែលចេញទៅពេលកន្លងមកមានតែវា MacBook Air មានតែវា MacBook Pro គឺ MacBook ថ្មីនេះតម្លៃវាគឺធូរខ្លាំងមែនតើបើធៀបជាមួយនឹងសេរីអស់ហ្នឹងអញ្ចឹងណាហើយ Apple បានហៅវាថា MacBook Neo ចឹងចង់ដឹងថាតើវាមានមុខងារឬមួយក៏លក្ខណៈសម្បត្តិពិសេសអីខ្លះយើងតែនិយាយពីវាទាំងអស់គ្នាក្នុងវីដេអូនេះបើសិនជាអ្នកទាំងអស់គ្នាជាអ្នកតាមដាន Apple អស់រយៈពេលយូរមកអ្នកអស់គ្នាប្រកាសជាដឹងថា Apple គឺមិនងាយចេញនៅ device របស់ប្រើប្រាស់ផ្សេងៗដែលមានតម្លៃធូរថ្លៃប្រហែលនេះបើធៀបជាមួយនឹង Mac ដទៃទៀតហើយបើសិនជាគេចេញក៏មានការកាត់កងនៅមុខងារមួយចំនួនដែរជាក់ស្ដែងដូចជាឆ្នាំទៅដែលគេចេញ iPhone 16e បានកាត់បន្ថយមុខងារច្រើនមែនទែនសូម្បីតែ MagSafe អត់ដែរឲ្យដែរប៉ុន្តែឆ្នាំនេះគេចេញ upgrade ទៅ iPhone 17e អញ្ចឹងឲ្យតែចេញនៅ model ដែលមានតម្លៃទាបគឺគេកាត់កងឲ្យដូចជា 17e នៅឆ្នាំនេះគឺគេដាក់នៅមុខងារមួយចំនួនហើយនឹង chip ដែល ជា chip ខ្លាំងក៏ប៉ុន្តែកាត់នៅ hardware ដូចជាអេក្រង់របស់វានៅតែឆក់ដដែលអត់មានដំណក់ទឹកឲ្យគេហៅគេ Dynamic Island ដែលនិយាយស្រួលស្ដាប់ទៅគឺវាច្រើនគឺគេ update តែកម្លាំងម៉ាស៊ីននេះបានន័យថាដាក់ chip ថ្មីក៏ប៉ុន្តែតួចាស់ជាវិធីសាស្ត្រដើម្បីកាត់កងទៅលើការចំណាយនៃការផលិតឲ្យវាសមជាមួយនឹងតម្លៃដែលធូរថ្លៃហ្នឹងដូច្នេះសំណួរសម្រាប់ MacBook ថ្មីនេះគឺសួរថាតើ MacBook Neo នេះគេកាត់កងអីខ្លះបានជាវាមានតម្លៃធូរមែនបច្ចុប្បន្នគឺវាមានជម្រើស2គឺ 256GB ហើយនិង 512GB ដែលទំហំ 256ហ្នឹងគឺតម្លៃ 599សម្រាប់ទំហំ 512គឺតម្លៃ 699បានន័យថាអ្នកនរចំណាយ$100ដើម្បីទៅឡើង storage ហើយនឹងមានមុខងារមួយចំនួនដែលអ្នកនរនឹងទទួលបានបើសិនអ្នកនរទិញ model ដល់ 512GB ហើយបើសិនជាតម្លៃហ្នឹងចុះមកដល់ស្រុកខ្មែរអាចនឹងលើសនឹង$100អញ្ចឹងបានន័យថា599ទៅជា699 691ទៅជា799អញ្ចឹងទៅដោយសារតែយើងអត់ទាន់មាន store ត្រឹមត្រូវទី1ហើយទី2វាអាចនឹងកាត់តាក់កាត់អីថែមអញ្ចឹងណាហើយសំណួរមួយទៀតគឺសួរថាតើបើសិនជាអ្នកនរមានលុយត្រឹមប៉ុណ្ណឹងអ្នកនរគួរទិញ MacBook មួយទឹកឬមួយក៏អ្នកនរទិញ MacBook ថ្មីតែមានតម្លៃទាបហើយមាន chip ទាបនេះព្រោះរយៈនេះគឺខ្ញុំឃើញគ្នាយើងទិញ MacBook មកប្រើច្រើនដែលប្រភេទមួយទឹកមួយទឹកអញ្ចឹងណាចាប់នៅវីដេអូនេះខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចជួយអ្នកនរក្នុងការសម្រេចចិត្តថាតើ MacBook Neo នេះជាសម្រាប់អ្នកនរឬមួយក៏យ៉ាងណាជាដំបូងដើម្បីកុំឲ្យខាតពេលវេលារបស់អ្នកទាំងអស់គ្នាសម្រាប់អ្នកដែលចង់ចូលមកបានចម្លើយខ្លីខ្លឹមខ្ញុំនិយាយដល់ខ្លីបើសិនជាអ្នកទាំងអស់គ្នាជាសិស្សនិស្សិតបើសិនជាអ្នកទាំងអស់គ្នាជាអ្នកធ្វើការ Office ប្រើកុំព្យូទ័រដើម្បីមើលរឿងមើល website ធ្វើការងារស្រាលគឺអ្នកទាំងអស់គ្នាទិញកុំព្យូទ័រនេះប្រើចោះអត់បញ្ហាទេជាពិសេសសម្រាប់អ្នកដែលប្រើ Chromebook តែសម្រាប់អ្នកដែលកាត់តវីដេអូកាត់តរូបភាពឬមួយក៏កាន់ project code ធំអ្នកទាំងអស់គ្នាគួរតែមើលវីដេអូនេះបន្តទៀតដើម្បីស្ដាប់បន្តិចទៀតបើសិនជាបាត់ចិត្តអ្នកនរគ្នានៅមានកម្រិតក៏ប៉ុន្តែអ្នកនរគ្នាចង់បានកុំព្យូទ័រដែលមានគុណភាពល្អហើយយើងនឹងចាប់ផ្ដើមពាន់ជាមួយនឹងការ design របស់កុំព្យូទ័រនេះសម្រាប់ MacBook Neo នេះដែរ Apple បានប្រើប្រាស់ Aluminium ដើម្បីផលិតទៅលើតួម៉ាស៊ីនដូច្នេះហើយវានៅតែរក្សាភាព premium ដល់ផលិតផលរបស់ Apple ដែលយើងធៀបជាមួយនឹងកុំព្យូទ័រជាច្រើនរបស់ Windows ខ្ញុំប្រៀបធៀបចឹងដោយសារតែបច្ចុប្បន្នគឺមានតែ Windows ជាមួយនឹង iOS ហ្នឹងដែលវាលើខ្លាំង Linux មួយចំនួនមិនច្រើនទេខ្ញុំសរសើរ Apple ត្រង់ហ្នឹងដែរដែលមិនតម្លាក់គុណភាពផលិតសុខចិត្តអត់ប្រើ plastic វាមកជាមួយនឹងពណ៌ចំនួន4សម្រាប់អ្នកនរជ្រើសរើសដែលទី1ហ្នឹងគឺពណ៌ silver ពណ៌រាងដូចពណ៌ប្រាក់ពណ៌សហើយទី2គឺ blush ពណ៌យ៉ាងដូចពណ៌ផ្កាឈូកចឹងហើយទី3គឺ Chorus បើយើងមើលនៅក្នុងវីដេអូឬមួយក៏នៅលើ commercial គឺវារាងពណ៌លឿងក៏ប៉ុន្តែកាន់មើលទៅវាចង់ដូចលឿងកាត់បៃតងហើយសម្រាប់ពណ៌ចុងក្រោយគឺ indigo ហ្នឹងគឺពណ៌ព្រៀងកម្ៅដូច iPhone 11ពណ៌ស្វាយហ្នឹងហើយពណ៌នេះប្រហែលគ្នាអញ្ចឹងវាមកជាមួយនឹងទម្ងន់ 1.23 គីឡូក្រាមហើយនឹងកម្រាស់ 1.27 សង់ទីម៉ែត្រគេទៅគឺកម្រាស់ជាមួយនឹងទម្ងន់នេះគឺសមស្របសម្រាប់ការកាន់ប្រើប្រាស់ទូទៅនិយាយទៅគឺតូចល្មមសម្រាប់ keyboard គឺពណ៌សក៏ប៉ុន្តែគេធ្វើឲ្យពណ៌វារាងទំនោរទៅរកពណ៌របស់គ្រឿងម៉ាស៊ីនណាចឹងមិនន័យថាមើលទៅដូចពណ៌សតែស្លក់របៀបទៅជាដូចនិយាយទៅកាត់ទៅរកម៉ាស៊ីនក៏ប៉ុន្តែមើលពីចម្ងាយទៅគឺពណ៌សហ្មងក៏ប៉ុន្តែចំណុចខ្សោយរបស់វាគឺវាអត់មាន backlight ឬមួយក៏គេហៅថាភ្លើងនៅពីក្រោយ keyboard អីចឹងបើសិនជាអស់អ្នកប្រើប្រាស់វានៅពេលយប់អាចនឹងរៀនពិបាកបន្តិចហើយសម្រាប់ trackpad វិញគឺគេអត់ប្រើប្រាស់បច្ចេកវិទ្យា haptic ដូចជាពពួក MacBook Air ឬ MacBook Pro ទេបើសិនជាអ្នកនរអត់ធ្លាប់ប្រើ MacBook គឺសម័យទៅ iPhone 7 iPhone 8កន្លែង home button ណាបើធៀបជាមួយនឹង iPhone 6គឺកន្លែង home button វាគឺចុចប៊ូតុងហ្មងក៏ប៉ុន្តែនៅពេលដែលចូលដល់ iPhone 7គឺគេចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យា haptic អញ្ចឹងមិនន័យថាសកត់ទៅវាញ័រដូចប៊ូតុងក៏ប៉ុន្តែវាមិនមែនប៊ូតុងទេគឺផ្ទៃរាបទេគ្រាន់តែយើងចុចទៅវាញ័រធ្វើឲ្យយើងទ
ទទួលអារម្មណ៍ថាវាដូចយើងបាន click ចឹងណាអញ្ចឹង haptic គឺគេប្រើនៅលើ trackpad របស់ពួក MacBook Air MacBook Pro ក៏ប៉ុន្តែនៅលើ Neo គឺយើងអត់បានប្រភព haptic ទេគឺយើងបានជាប្រភេទ mechanical multi touch អញ្ចឹងបានន័យថាយើងអាចប្រើប្រាស់ gesture បានដូចទៅនឹង haptic ដែរក៏ប៉ុន្តែពេលដែលយើង click ទៅគឺយើង click ទៅលើប៊ូតុងមែនតើហើយយើងអាច click នៅត្រង់ណាក៏បានដែរនៅលើ trackpad ក៏បើធៀបមើលទៅរបៀបបបប្រើប្រាស់រវាងអានេះជាមួយនឹង trackpad ដែលខ្ញុំធ្លាប់ប្រើប្រាស់ខ្ញុំគិតថានេះនៅតែជាជំរើសlike ប្រសើរជាងផ្សេងៗគ្រាន់តែថាបើធៀបជាមួយនឹង trackpad នៅលើ MacBook Air គឺវាអត់ដល់អញ្ចឹងទេក៏ប៉ុន្តែវាអូខេវាអាចល្អជាង computer ច្រើនខ្ញុំមិនចង់ប្រើពាក្យតែ computer Windows ច្រើននេះប៉ុន្តែវាអត់មានជំរើសច្រើនបន Windows ទេគឺ MacBook អេក្រង់របស់វាគឺជាប្រភេទ Liquid Retina Display មានទំហំ13 inch អញ្ចឹងធំល្មមជាអេក្រង់ប្រភេទ IPS កម្រិតច្បាស់ 2408 គុណជាមួយនឹង 1506 វាមានគុណភាពល្អគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ទូទៅហើយអត់មានឆក់ទេជាមួយនឹង webcam នៅខាងលើដែលមានសមត្ថភាពអាចថតវីដេអូដល់កម្រិត 1080p ចឹងការប្រើប្រាស់ជាមួយនឹង video call គឺអត់បញ្ហាខាងឆ្វេងគឺយើងមានរុន USB-C 2ដែលទី1គឺប្រភេទ 3.0 ហើយទី2គឺប្រភេទ 2.0 ចឹងមកន័យថាល្បឿនលឿននៅខាងលើអត់ល្បឿនលឿននៅខាងក្រោមហើយលើអ្នកនរអាចភ្ជាប់វាជាមួយនឹង monitor បានចំនួន1ដែលបញ្ជូនរូបភាពបានដល់ទៅ 4K 60 frame យើងមើលទៅខាងក្រោមបន្តិចទៅគឺយើងមានរុនដល់កាសនៅជាប់ជាមួយនឹង speaker គឺមាន2នៅខាងក្រោមដែលគេដាក់សងខាងអញ្ចឹងណាវាខុសពី model MacBook ទូទៅដែលគេដាក់នៅអមជាមួយនឹង keyboard សម្រាប់គុណភាពសំឡេងវាគឺអាចទទួលយកបានក៏ប៉ុន្តែខ្ញុំភាគច្រើនខ្ញុំប្រើ laptop ខ្ញុំចូលចិត្តស្ដាប់កាស Bluetooth មិនអញ្ចឹងទេស្ដាប់ speaker ដូច្នេះវាអត់បញ្ហាប៉ុន្មានជាមួយពាក់ព័ន្ធជាមួយនឹង speaker របស់ computer ខ្ញុំមិនសូវប្រើស្រាប់ហើយសម្រាប់កម្លាំងម៉ាស៊ីន computer នេះគឺប្រើប្រាស់នៅ chip ប្រភេទ A18 Pro ដែលមាននៅលើ iPhone 17ហើយមាន6 core GPU ជាមួយនឹង2 performance cores អញ្ចឹងមាន5 core GPU បន្ថែមដែល chip នេះគឺមាន RAM built-in 8GB ដែលយើងអាចតម្លើងបាននេះអានេះដោយសារតែ architecture របស់ Apple គឺគេធ្វើអ្វីគ្រប់យ៉ាងគឺនៅលើ chip តែមួយអញ្ចឹងមិនន័យថាទាំង RAM ទាំង storage ទាំងអី built-in នៅលើ chip តែមួយអញ្ចឹងមកអញ្ចឹងការប្ដូរផ្លាស់ការ upgrade គឺវា impossible ទោះបីជាមានអ្នកធ្លាប់ធ្វើក៏ប៉ុន្តែក៏ធ្វើដោយពិបាកដែរវាមកជាមួយនឹងទំហំផ្ទុក256ហើយនឹង512ដូចខ្ញុំនិយាយមុននឹងអញ្ចឹងការតេស្តសាកល្បងតាម benchmark គឺគេឃើញថាបន្ទុក single core ហើយនឹង multi core គឺវាដាច់ M1 មកអញ្ចឹងសូមបញ្ជាក់ថា chip របស់ទូរស័ព្ទអាចវាយដាច់ chip របស់ computer គឺខ្លាំងជាង iPad ដែលខ្ញុំកំពុងកាន់ទៀត iPad ដែលខ្ញុំកំពុងកាន់នេះគឺប្រើប្រាស់ chip M1 ដូចគ្នាក៏ប៉ុន្តែអ្វីដែលសំខាន់គឺ RAM វាតែ 8GB ហើយអ្នកនរគ្នាអាច upgrade RAM នឹងបានទេRAM 8GB ក៏ប៉ុន្តែចាំបាច់បារម្ភពាក់ព័ន្ធជាមួយនឹង RAM 8GB ហ្នឹងទេដោយសារតែសម្រាប់ការងារទូទៅដូចជាឆែក web បើកជ្រោមVC special ក៏ប៉ុន្តែខ្ញុំគិតថាมันមានបញ្ហាតែជាពិសេស Apple គឺមានបច្ចេកវិទ្យាមួយដែលគេហៅថា RAM swap បានន័យថានៅពេលដែលយើងប្រើប្រាស់ RAM អស់គឺម៉ាស៊ីនវានឹងដំណើរការវាទាញយក SD មកប្រើធ្វើជា RAM បន្ថែមអញ្ចឹងណាដូច្នេះហើយជាទូទៅរូបភាពទូទៅក៏អត់បញ្ហាអីទេប៉ុន្តែដែលខ្ញុំរៀងសង្ហាចិត្តហ្នឹងគឺ SSD ល្បឿនរបស់វាគឺទាបជាងពពួក MacBook Air និង MacBook Pro ដល់ទៅគុណនឹង2ធៀបជាមួយនឹង MacBook M1 ដែលចេញកាលពីឆ្នាំ2020 2021នេះគឺយូរមែនតើអញ្ចឹងហើយល្បឿនរបស់ SSD នេះវាធ្វើឲ្យអ្នកដែលប្រើប្រាស់ឬមួយក៏ធ្វើការជាមួយនឹង file ដែលធំកាត់តរូបភាពកាត់តវីដេអូគឺអាចនឹងរៀងពិបាកចិត្តបន្តិចក្នុងការកាត់តក្នុងការ edit រូបដែលធំឬមួយក៏វីដេអូដែលធំអញ្ចឹងទៅសម្រាប់គុណភាពថ្ម Apple បានធានាថាអ្នកនរអាចប្រើប្រាស់កុំព្យូទ័រនេះសម្រាប់ការមើលរឿងការមើលវីដេអូជាប់បានដល់16ម៉ោងហើយបើសិនជាអ្នកនរអស់ website អាចដល់បាន11ម៉ោងហើយបើសិនជាពេលអស់ថ្មអ្នកនរអាចប្រើប្រាស់ដុំសាកដែលគេមានឲ្យស្រាប់ក៏ប៉ុន្តែដុំសាកហ្នឹងគឺតែ20វ៉ាត់ទេហើយបើតាមការតេស្តរបស់អ្នកធ្វើវីដេអូផ្សេងៗគឺល្បឿនវាអាចទទួលបានដល់ទៅ33វ៉ាត់ដូច្នេះហើយអ្នកនរអាចទិញឆ្នាំងសាកលឿនបើសិនជាអ្នកនរចង់សាកលឿន built-in មកស្រាប់គឺគេឲ្យត្រឹម20វ៉ាត់ទេដែលដូចឆ្នាំងសាករបស់ iPhone ដែរក៏ប៉ុន្តែឥឡូវដូចជា iPhone គេលែងឲ្យដុំសាកទេដូច្នេះហើយ Apple ដាក់ឆ្នាំងសាកទូរស័ព្ទជាមួយនឹង laptop really Apple ដូច្នេះតើកុំព្យូទ័រនេះសម្រាប់ណាគេសម្រាប់ខ្ញុំបើសិនជាអ្នកទាំងអស់គ្នារស់នៅទៅក្នុងឧបមាទេណាសម័យដែលបើសិនជាអ្នកនរគ្នារស់នៅលើកោះមួយដែលលើកោះហ្នឹងគឺមានតែផលិតផល Apple សម្រាប់អ្នកនរគ្នាក្នុងការទិញអញ្ចឹងអ្នកទាំងអស់គ្នានិយាយតាមពី MacBook Apple Watch ឬក៏ iPad អីចឹងទៅខ្ញុំគិតថាកុំព្យូទ័រនេះគឺវាជ្រៀតចូលល្អមែនទែនរវាង iPad គុណភាពទាបហើយនឹង MacBook Air បើន័យថា iPad ដែលគេហៅ budget version ហើយនឹង MacBook Air ហេតុអីបានខ្ញុំនិយាយចឹងគាត់ថាកន្លងមកគឺយើងតែងតែសម័យថាអូហេតុអីបានជា Apple មិនដាក់គេហៅថា macOS ទៅលើ
iPad ដែលមានតាមពី chip M1 មាន chip M2 ឥឡូវដល់ជា M5 ទៀតហេតុអីបានជានៅតែមិនព្រមដាក់ macOS ចូលទៅក្នុងហ្នឹងដោយសារតែយើងដឹងថា hardware របស់វាបានន័យថាគុណភាព chip របស់វាគឺគ្រប់គ្រាន់សម្រាប់ការ run macOS ហើយព្រោះអាហ្នឹងវាជា chip របស់ computer ស្រាប់ហើយណាហេតុអីបានជា Apple មិនព្រមធ្វើអញ្ចឹងបើថាបើសិនជាយើងបាន iPad ដែល run macOS គឺយើងអាចប្រើ iPad ក៏បានកាន់ចេះក៏បានឬប្រើជា computer ក៏បានឬយើងអាចបើក macOS ពេលណាក៏បានហើយតម្លៃរបស់វា iPad យើងឧបមាថាយើងចង់បាន iPad ដែលអូខេកម្លាំងម៉ាស៊ីនខ្លាំងក៏ប៉ុន្តែមិនបែកកុងធនាគារគឺយើងអាចមើលទៅលើ iPad Air បានដូច្នេះហើយ iPad Air វាគឺជា sweet spot មួយសម្រាប់អ្នកដែលចង់ឡើងទៅខ្ពស់តែមិនដល់ខ្ពស់ពេកដល់ iPad Pro គឺអ្នកនរគ្នានៅត្រង់កន្លែង iPad Air ក៏ប៉ុន្តែ iPad Air គឺវាបញ្ហាត្រង់វា make iOS ដល់ពេលយើងចេញកុំព្យូទ័រនេះមកវាធ្វើឲ្យយើងឆ្ងល់តែបើសិនជាយើងកាន់លុយ$500តែយើងទៅទិញ MacBook ឬមួយក៏ទៅទិញ iPad បើសិនជាយើងទិញ iPad យើងបាន iPad តែយើងអត់មាន MacBook ហើយយើងនឹងដេកស្ដាយដេកចាំថាហេតុអីបានគេមិនចេញ macOS ឬមួយក៏យើងទិញ MacBook បណ្ដោយទៅហើយយើងសល់លុយយើងយកទៅទិញ iPad បើសិនជាយើងចង់ទិញ iPad ដើម្បីយកបំពេញសកម្មភាពការតាមយើងទិញ iPad ស៊េរីទាបអញ្ចឹងទៅដែលកម្លាំងម៉ាស៊ីនរបស់វាក៏វាមិនណយដែរដោយសារតែអីដោយសារតែ iPad OS វាអត់ធ្ងន់ដូច macOS ទេដូច្នេះហើយទោះជាអ្នកនរទិញថា iPad Basic iPad A16 ហ្នឹងក៏នៅតែអ្នកអាចនៅតែប្រើប្រាស់កម្មវិធីនៅលើ iPad បានរលូនដែរនៅក្នុងឆ្នាំ2026នេះដល់អញ្ចឹងវាធ្វើឲ្យខ្ញុំឆ្ងល់ទៀតថាតើពេលនេះ iPad Air make sense អត់តែវាគ្រាន់តែជាផ្នែកមួយនៃ ecosystem ដ៏វល់របស់ Apple នេះសរុបរួមមកវិញតើ MacBook Neo នេះគឺសម្រាប់អ្នកណាគេដូចខ្ញុំនិយាយពីដើមវីដេអូអញ្ចឹងអ្នកនរគ្នាបើសិនអ្នកនរជាសិស្សដែលធ្វើការ Office ប្រើប្រាស់ Word Excel ទេសាច់ចម្រៀងមើលរឿងឆែក web កាត់តវីដេអូស្រាលៗសរសេរកូដបែប basic យើងអត់កាន់ project ធំអត់លេង game ឬមួយក៏លេង game តិចតួចមិនមែនលេង game ដែល hardcore ខ្លាំងសម្រាប់លេង game ខ្ញុំអ្នកនរគ្នាគួរយល់ទេបើសិនជាទិញកុំព្យូទ័រដើម្បីលេង game មិនគួរមើល Mac ទេអ្នកដែលខ្ញុំនិយាយតែប្រហែលនៅខាងលើហ្នឹងគឺអ្នកនេះអាចជ្រើសរើសកុំព្យូទ័រនេះបានអត់បញ្ហាទេគឺវាបបោជាពិសេស software របស់ Apple គឺ support យូរមែនតើអ្នកនេះអាចទិញវាហើយអាចសប្បាយដល់ប្រើប្រាស់វាអស់រយៈពេល4-5ឆ្នាំទៀតក៏អត់បញ្ហាដែរបើសិនអ្នកចូលចិត្ត macOS ឬមួយក៏ចង់សាកល្បងប្រើ macOS វាល្អជាង MacBook Intel ជាច្រើននៅពេលបច្ចុប្បន្នដែលខ្ញុំឃើញអ្នកនេះទិញហ្នឹងគឺបើសិនជាអ្នកនេះមានលទ្ធភាពគឺខ្ញុំលើកទឹកចិត្តឲ្យយកយ៉ាងហោចណាស់ពី M1 ឡើងទៅចាំ up ទៅយក silicon របស់ MacBook ល្អជាងឬក៏របស់ Apple ល្អជាងមិនតែប្រើប្រាស់ chip M ឡើងទៅអញ្ចឹងណាក៏ប៉ុន្តែសម្រាប់អ្នកដែលកាត់វីដេអូធ្ងន់កាត់តរូបភាពធ្ងន់ធ្វើភ្លេង run កម្មវិធីដែលត្រូវការកម្លាំងធំឬមួយក៏គិតថា 16G វាអត់សមឬមួយក៏អត់ស្របឬមួយក៏អ្នកនេះចុះមកពី 16G ហើយគិតថាអានេះអាចប្រើប្រាស់បានអត់ខ្ញុំប្រាប់អ្នកនរគ្នាទៅគឺប្រើប្រាស់អត់បានទេខ្ញុំណែនាំឲ្យអ្នកនរគ្នាទៅមើលទៅលើ Air ឬមួយក៏មើល Series Pro ហើយបើសិនជាអ្នកនរគ្នាមានបើចិត្តអត់ដល់ហើយចង់បានកម្លាំងម៉ាស៊ីនខ្លាំងអ្នកនរគ្នាមើលទៅលើ Mac Mini បាន Mac Mini តូចតែរៀងណាក៏ប៉ុន្តែអ្នកនរគ្នាយកទៅគឺបានម៉ាស៊ីនខ្លាំងហើយបានកង្ហារហើយយើងគ្រាន់តែ update monitor ទៅអូខេហើយតែបើសិនជាអ្នកនរគ្នាជា fan Windows អ្នកទាំងអស់គ្នាគ្រាន់តែចូលមកមើលឬមួយក៏ចង់សាកថាតើវាគ្រាន់បើជាង Windows ប៉ុណ្ណាបណ្ដោះគ្នា like វាព្រួតក្បាលគ្នាទៅរកទិញសបើម្លេះអ្នកនរគ្នាមិនមើលលើកុំព្យូទ័រនេះទេតម្លៃប៉ុណ្ណេះ600 500នេះខ្ញុំគិតថាអ្នកនរគ្នាអាចចំណាយទៅលើកុំព្យូទ័រ Windows ដែលមានគុណភាពល្អជាងនេះឆ្ងាយឬក៏កម្លាំងម៉ាស៊ីនសម្រាប់ gaming អីគឺបានល្អជាងនេះព្រោះថាអានេះវាមិនបង្កើតមកសម្រាប់ gaming វាមិនបង្កើតមកសម្រាប់ការគេហៅថានិយាយទៅអ្នកដែលប្រើប្រាស់ Windows គឺយល់ហើយអ្នកដែលប្រើប្រាស់ Mac ក៏យល់ដឹងខ្លួនឯងដែរថាអ្នកនរគ្នាមានតម្រូវការងារអីបានជាអ្នកនរគ្នាប្រើ Mac ឬប្រើ Windows តែបើសិនជាអ្នកនរគ្នាចង់សាក Mac OS ឬមួយក៏ចង់បានម៉ាស៊ីនមួយដែលសម្រាប់តេស្ត Mac OS ដែលមិនចង់ចំណាយលុយច្រើនហើយនៅថ្មីទាន់សម័យគឺអាចរើសនឹងបានអត់បញ្ហាទេដូច្នេះខ្ញុំមានតែប៉ុណ្្នឹងទេតើតើជាមួយនឹង MacBook Neo បើសិនជាអ្នកនរគ្នាមានចម្ងល់ឬមួយក៏មានមតិអីអាចទម្លាក់នៅក្នុងប្រអប់ comment បានខ្ញុំនឹងព្យាយាមចូលទៅឆ្លើយតប comment របស់អ្នកនរគ្នាអរគុណសម្រាប់ការទស្សនាវីដេអូនេះតាមដានដល់ចប់ហើយខ្ញុំនឹងជួបអ្នកនរគ្នានៅវីដេអូក្រោយបាយបាយ